ព្រះថេរៈទាំងឡាយក៏លោកដាក់ទោសព្រះអានន្ទដែរជាកំហុសរបស់ព្រះអានន្ទតែលោកមិនបានទូលសួរព្រះរាមាភិហើយកំហុសច្រើនណាស់ដែលសង្ឃដាក់ទោសដល់ព្រះអានន្ទនៅក្នុងការនោះថេរៈទាំងឡាយថាអវសោអានន្ទនឹងជាទោសដែលលោកមិនបានទូលសួរព្រះលោកនាថថាបុព្វព្រះអង្គដូចចម្រើនតើសិក្ខាបទណាជាសិក្ខាបទតូចនិងនេះជាអាបត្តិទុក្ខសម្រាប់អ្នកចូលលោកសំដែងអាបត្តិនោះចេញបានព្រះអានន្ទនឹងក៏លោកថាបុព្វព្រះម្ចាស់ដ៏ចម្រើនខ្ញុំកណារលឹកមិនបានដែលមិនបានទូលសួរព្រះដ៏មានពភាបុព្វលោកចាស់ដ៏ចម្រើនសិក្ខាបទណាជាសិក្ខាបទតូចខ្ញុំមិនបានឃើញហេតុដែលមិនបានទូលសួរនោះថាជាអាបត្តិទុក្ខទេតែព្រោះជឿលោកម្ចាស់ដែលមានអាយុទាំងឡាយខ្ញុំកណាព្រមសម្ដែងអាបត្តិទុក្ខចេញអញ្ចឹងលោកមិនបានឃើញកំហុសរបស់លោកថានាំឲ្យត្រូវទុក្ខទេតែព្រះអានន្ទលោកជឿដល់សង្ឃលោកគោរពសង្ឃអញ្ចឹងក៏លោកព្រមសម្ដែងអាបត្តិទុក្ខទាំងដែលលោកមិនត្រូវទេណាបងណាតែលោកគោរពសង្ឃលោកជឿថេរៈទាំងឡាយហ្នឹងក៏លោកសម្ដែងបានប្រថេរៈទាំងឡាយលោកថាណែអានន្ទអំពើអាក្រក់ដែលលោកជន់ដេសម្ពុតវសិកសាដករបស់ព្រះមានជោគសំបីអំពើទាំងហ្នឹងក៏ជាទុក្ខដល់អ្នកដែរចូលលោកសម្ដែងអាបត្តិទុក្ខនោះចេញបានព្រះអានន្ទលោកថាលោកម្ចាស់ដ៏ចម្រើនខ្ញុំកណាជន់ដេសម្ពុតវសិកព្រះរាមាភិមិនមែនធ្វើដោយសេចក្តីមិនគោរពទេតែខ្ញុំបកណាមិនបានឃើញក្នុងហេតុដែលនាំឲ្យត្រូវអាបត្តិទេតែខ្ញុំកណាជឿក្នុងពាក្យរបស់លោកម្ចាស់ខ្ញុំកណាព្រមសម្ដែងអាបត្តិទុក្ខចេញថេរៈទាំងឡាយដាក់ទោសលោកទៀតថាណែអានន្ទអំពើអាក្រក់ដែលលោកបានឲ្យមាតុក្រាមថ្វាយបង្គំព្រះសរីរៈសពរបស់ព្រះមុនីមុនគេព្រះសរីរៈសពរបស់ព្រះមុនីនឹងក៏ប្រឡាក់ដោយទឹកភ្នែករបស់ពួកមាតុក្រាមទាំងអស់ដែលយំនោះនេះក៏ជាអាបត្តិដែរបានព្រះអានន្ទលោកថានឹងខ្ញុំកណានឹងក៏មិនបានឃើញថាជាទោសដែរតែថាមាតុក្រាមដែលឲ្យមាតុក្រាមថ្វាយបង្គំសរីរៈព្រះរាមាភិមុតនឹងពីព្រោះពេលយកទៅកុំឲ្យលំបាកអញ្ចឹងថ្វាយបង្គំនៅពេលថ្ងៃឲ្យហើយទៅងាយស្រួលថានឹងខ្ញុំកណាមិនឃើញថាជាអាបត្តិដែរតែខ្ញុំកណាគោរពក្នុងលោកម្ចាស់ទាំងឡាយទើបខ្ញុំកណាសម្ដែងព្រមសម្រាប់អាបត្តិចេញបានប្រទេសទាំងឡាយក៏ពោលទោសអានន្ទទៀតថាអានន្ទជាអំពើអាក្រក់របស់អ្នកព្រោះតែអ្នកមិនបានអរិទ្ធនេព្រះរាមាភិដែលព្រះអង្គធ្វើនៅនិមិត្តអ្នកអត់បានអរិទ្ធនេព្រះរាមាភិឲ្យគង់នៅបច្ចុប្បន្នអស់មួយកាប់ប៉ុណ្ណាកាលដែលព្រះអង្គដាក់នៅអាយុសង្ខារនាបវារជាតិដីវាចូលទៅអរិទ្ធនេហ្នឹងព្រះរាមាភិព្រះអង្គសម្ដែងជាមួយនឹងព្រះអានន្ទច្រើនណាសម្ដែងជាមួយនឹងព្រះអានន្ទបានសង្ឃដាក់ទោសក្នុងរឿងហ្នឹងព្រះអានន្ទលោកថាក៏មិនជាទោសដែរដោយសារមានក្របសង្កត់ចិត្តរបស់លោកចឹងធ្វើឲ្យលោកមិនអាចរតនាឲ្យព្រះរាមាភិព្រះអង្គគង់នៅបានចឹងក៏លោកព្រមទទួលទោសហ្នឹងព្រមទទួលសម្ដែងអាបត្តិតែថាឲ្យលោកត្រូវអាបត្តិហ្នឹងគឺលោកមិនត្រូវទេតែលោកគោរពនៅក្នុងព្រះថេរៈទាំងឡាយចឹងនៅច្រើនដែលព្រះអានន្ទហ្នឹងលោកព្រមសម្ដែងអាបត្តិហ្នឹងដោយសារតែការគោរពទៅនៅក្នុងព្រះរាមាភិតអំពីការធ្វើនៅសង្គីយនីស្រាត់បាច់ហើយប៉ុណ្ណាក្នុងការនោះព្រះអានន្ទបានចូលទៅរកភិក្ខុទាំងឡាយប្រាប់ភិក្ខុទាំងឡាយថានឹងដាក់នៅព្រហ្មទណ្ឌដល់ឆានភិក្ខុពីព្រោះព្រះរាមាភិបានផ្ដាំព្រះអានន្ទថាឲ្យដាក់ព្រហ្មទណ្ឌដល់ឆានភិក្ខុខុសទាំងឡាយក៏សួរថាដើរដាក់ព្រហ្មទណ្ឌហ្នឹងដាក់យ៉ាងណាដាក់ព្រហ្មទណ្ឌហ្នឹងគឺសង្ឃកុំឲ្យនិយាយរោកុំឲ្យទូមានកុំឲ្យសម្ដែងធម៌កុំឲ្យព្រានបដៅចង់ឆានភិក្ខុនឹងធ្វើអីក៏ធ្វើទៅតាមចិត្តរបស់លោកទៅអញ្ចឹងនៅក្នុងការនោះឆានភិក្ខុលោកនៅកោសំពីព្រះអានន្ទលោកចេញអំពីរាជក្រឹសហ្នឹងក៏ទៅកោសំពីលោកទៅមួយលើដោយភិក្ខុច្រើនព្រះអង្គដាក់ព្រហ្មទណ្ឌដល់ឆានភិក្ខុពេលដែលព្រះអានន្ទលោកនិមន្តទៅដល់ឆានភិក្ខុលោកក៏បាន
មកជួបនឹងព្រះអានន្ទរយៈជាមួយនឹងព្រះអានន្ទបានព្រះអានន្ទត្រាស់ជាមួយនឹងឆានភិក្ខុទាំងនឹងថាឆាន់ឥឡូវសង្ឃបានព្រមព្រៀងគ្នាដើម្បីធ្វើនៅព្រហ្មទណ្ឌដល់លោកចឹងថាព្រហ្មទណ្ឌនឹងយ៉ាងណាឆាន់ហ្នឹងក៏សួរព្រះអានន្ទនឹងលោកម្ចាស់ព្រហ្មទណ្ឌនឹងយ៉ាងណាតែព្រហ្មទណ្ឌនឹងគឺមិនឲ្យភិក្ខុទាំងឡាយនិយាយរមិនឲ្យភិក្ខុទាំងឡាយទូមានមិនឲ្យភិក្ខុទាំងឡាយនឹងសំដែងធម៌ព្រានបដៅចង់លោកធ្វើយ៉ាងណាក៏ធ្វើតាមចិត្តចោះក្នុងការនោះឆានភិក្ខុលោកក្រន់តែព្រះអានន្ទសង់ដាក់ព្រហ្មទណ្ឌប៉ុណ្ណឹងលោកគិតថាចប់ហើយបើអត់មានអ្នកណានិយាយជាមួយលោកអត់មានអ្នកណាទូមានព្រានបដៅលោកអញ្ចឹងអត់មានន័យអីទាំងអស់អញ្ចឹងលោកស្លាប់ប៉ុណ្ណាលោកស្លាប់តទៅពីលោកដឹងបកាយឡើងវិញហើយក៏លោកសង្វេគចំពោះការដាក់ព្រហ្មទណ្ឌរបស់សង្ឃនឹងលោកទៅប្រឹងប្រែងព្យាយាមតែម្នាក់ឯងបានសម្រេចជាព្រះអរហន្តតទៅពីលោកបានសម្រេចជាព្រះអរហន្តហើយបានមកជួបនឹងព្រះអានន្ទដើម្បីឲ្យសង្ឃរងាប់នៅព្រហ្មទណ្ឌនឹងឡើងវិញក្នុងកាលនោះព្រះអានន្ទក៏បាននិយាយជាមួយនឹងឆានភិក្ខុថាព្រហ្មទណ្ឌរបស់ឆានភិក្ខុនឹងរងាប់ហើយតាំងពីលោកសម្រេចជាព្រះអរហន្តមកម្លេះព្រះអានន្ទនឹងក៏ជួយព្រះឆានតាមរយៈព្រហ្មទណ្ឌអញ្ចឹងណាបងណានឹងរឿងព្រះអានន្ទដែលលោកដាក់នៅព្រហ្មទណ្ឌដល់ឆានភិក្ខុដែលលោករឹងរូសឲ្យមានស្ដាប់អ្នកណាទេពីព្រោះលោកអាងព្រះរាមានុភាតាមរាព្រះអង្គយូរហើយអញ្ចឹងពុទ្ធរបស់លោកពធរបស់លោកហើយប្រសង្ឃរបស់លោកហើយស្រាប់តែមកព្រះសិរីបុត្រព្រះមោគលានអីមកសិរីបុត្រមកមោគលានអីអញ្ចឹងលោកមិនសប្បាយចិត្តទេអញ្ចឹងបានសង្ឃដាក់ព្រហ្មទណ្ឌទៅលោកក៏មានសេចក្តីសង្វេគរហូតដល់សម្រាប់ជាព្រះអរហន្ត